បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានេះគឺជាវីដេអូសម្រាប់ការសិក្សាសប្តាហ៍4ណាអញ្ចឹងយើងចូលជំពូក2និយាយអំពីគ្រឿងអគ្គិសនីគ្រឹះហើយនៅក្នុងហ្នឹងខ្ញុំយកផ្នែកតូចមួយចំនួនដូចជាresistor condensator inductor diode និងចនិតាអគ្គិសនីដើម្បីលើកយកមកបង្ហាញលោកគ្រូអ្នកគ្រូវាក៏ជាគ្រឿងគ្រឹះហ្នឹងណាបាទអញ្ចឹងយើងមានគ្រឿងឬមកឧបករណ៍អគ្គិសនីងាយណាដូចជាពិលរបស់យើងហ្នឹងលោកគ្រូអាចធ្វើបានទីពិតទៅអ្វីតែវាមិនជាលក្ខណៈជាពិលដែលមានតួរឹងមាំអីណាទេសម្រាប់លក់អីទេបើយើងចង់បង្កើតពិលយើងក៏មានថ្មពិលយើងមានខ្សែចម្លងហើយយើងមានពួលមកវាហើយហើយនឹងមានចង្គៀងខាងមុខដែលវាសម្រាប់បំផ្លាតលើមកគឺយើងអាចធ្វើពិលបានហើយបាទហ្នឹងគឺគ្រឿងអគ្គិសនីងាយណាប៉ុន្តែដល់ពេលយើងនិយាយអំពីកុំព្យូទ័រអានេះវាជាប្រភេទគ្រឿងអគ្គិសនីឬមកគ្រឿងអេឡិចត្រូនិកដែលស្មុគស្មាញប៉ុន្តែទាំងអស់ហ្នឹងគឺវាកើតឡើងដោយសារគ្រឿងងាយគុំចូលគ្នាវាប្រើresistor condensator inductor diode ណាហើយនឹងមានប្រភពភ្លើងអីនៅក្នុងហ្នឹងបាទនៅចំពោះ slide នេះណាខ្ញុំរូបខាងស្ដាំនេះគឺខ្ញុំកាត់រូបភាពប្រទេសបតមួយដែលមានគ្រឿងអគ្គិសនីតូចជាច្រើននៅក្នុងហ្នឹងអញ្ចឹងលោកគ្រូអាចស្គាល់បានណាលោកគ្រូមួយចំនួនអាចស្គាល់ថានេះជា resistor ណានេះគ្រឿងនេះហើយដល់ពេលកងដងសតើរបស់យើងនេះមូលនេះ4 5គ្រាប់នេះតែប៉ុន្តែនេះក៏ជាកងដងសតើដែរហើយ inductor ណាអានេះជាប្រភេទ inductor មានជា bobin ជាអីហ្នឹងហើយ diode យើងមានរូបនៅខាងក្រោមនេះដែរណាអានឹងជាប្រភេទ diode ដែរទីពិតទៅគោលការណ៍របស់ diode និងអំពូល LED វាជាលេខគ្នាទេពីរហ្នឹងបាទអញ្ចឹងយើងនឹងស្វែងយល់ទៅលើគ្រឿងគ្រឹះអស់ហ្នឹងហើយចំពោះផ្នែកចរិតាវាក៏ជាប្រភពដើម្បីឲ្យចរន្តអាចឆ្លងកាត់គ្រឿងទទួលយើងបានបាទចំណុចដំបូងគឺយើងសិក្សាអំពី resistor អញ្ចឹង resistor ជាអីវាជាគ្រឿងអគ្គិសនីដែលមានតម្លៃ resistance ណាមួយអញ្ចឹងយើងអាចបដិញទៅសួរទៀតថាស្អីគេ resistance បាទអញ្ចឹងក្នុងនេះគឺខ្ញុំសិក្សាលើ resistance អគ្គិសនីអញ្ចឹង resistance វាអាចជា resistance កម្ដៅក៏អាចក៏មានរឿងផ្សេងមួយទៀតដែរណាអញ្ចឹងយើងសំដៅទៅលើផ្នែកអគ្គិសនីអញ្ចឹង resistance មានន័យថាលក្ខណៈទប់អញ្ចឹងករណីហ្នឹង resistance អគ្គិសនីគឺវាទប់ទល់ជាមួយនឹងចរន្តអគ្គិសនីបាទអញ្ចឹងជាឧទាហរណ៍នៅក្នុងនេះជារូប resistor ណាដែលមានតម្លៃ resistance មួយគឺគេឆូតពណ៌នៅលើតួហ្នឹងដោយលោកគ្រូឃើញក្នុងទំព័រមុនអញ្ចឹងដែរបាទចំពោះករណីកូដពណ៌លោកគ្រូអាចពិតមើលតាមនឹងមកយើងមានជាឧទាហរណ៍ករណីរូបនេះគឺមាន4ពណ៌ណាអញ្ចឹងពណ៌ដំបូងហ្នឹងវាបង្ហាញជាតួលេខទី1ពណ៌បន្ទាប់តួលេខទី2ពណ៌បន្ទាប់មកទៀតតួលេខទី3ហើយចុងក្រោយគេរបស់អស់គឺជាពណ៌ដែលសម្គាល់ឲ្យកម្រិតល្អៀងឬមកយើងហៅថាល្អៀងទទេក៏បានដែរកំណត់សម្គាល់របស់ resistor គេតាំងដោយរូប2ប្រភេទហ្នឹងបាទចំពោះការអានកូដពណ៌លោកគ្រូនឹងសិក្សាបន្ថែមនៅមេរៀនពិសោធន៍មុខវិជ្ជាទី5ប៉ុន្តែនៅក្នុងផ្នែកនេះជាឧទាហរណ៍ខ្ញុំលើកមកជាឧទាហរណ៍ដូចតួលេខទី1នេះពណ៌បៃតងណាពណ៌បៃតងអញ្ចឹងយើងមើលទៅគឺលេខ5ណាហើយបន្តមកទៀតតួលេខទី2អញ្ចឹងពណ៌ស្វាយអញ្ចឹងពណ៌ស្វាយលេខ7អញ្ចឹងយើងសរសេរមកមាន5មាន7ទី3ពណ៌ក្រហមគឺគុណនឹង10ស្វ័យគុណ2អានេះកន្លែងតួទី3របស់យើងគឺកន្លែងហ្នឹងស្វ័យគុណណាយើងយកជាស្វ័យគុណយើងអត់យកតួលេខទេចឹងតួមេគុណអញ្ចឹងគុណ10ប៉ុន្មានស្វ័យគុណ2បាទហើយចុងក្រោយរបស់បូកដកប៉ុន្មានណាតួចុងក្រោយគឺពណ៌កន្លែងនេះលោកគ្រូឃើញហាក់ដូចជាប្រភេទតែទីពិតពណ៌ចុងក្រោយគឺមានតែពណ៌ប្រាក់ពណ៌មាសនិងគ្មានពណ៌តែម្ដងណាជាងកម្រិតលៀងរបស់វាប៉ុន្មានជាងករណីរបស់យើងនេះពណ៌ប្រាក់ជាង10%ជាងលោកគ្រូអាចកណនាតាមនឹងបានអញ្ចឹងតម្លៃ resistor របស់យើងresistance នៃ resistor របស់យើងគឺ5.7 គីឡូអូមណាបូកឬដក10%ជាងបើលោកគ្រូគុណលេខមកគឺឃើញខ្ទង់0.6 គីឡូអូមណាយើងអាចសរសេរក្នុងទម្រង់មួយទៀតបាននៅក្នុងនេះការសរសេរតួលេខកម្រិតលៀងចំពោះតម្លៃមិនមែនជាភាគរយបាទជាតម្លៃដែលមានຂະຫນាតត្រឹមត្រូវដូចករណីនេះតម្លៃរាយគឺ0.57ជាពិតតែយើងប្រកួតតែមួយតួលេខមានន័យទេអាហ្នឹងយើងនៅក្នុងមេរៀនពិសោធន៍ខ្ញុំនឹងបញ្ជាក់បន្ថែម
បាទអញ្ចឹងមានប្រភេទស៊ីស្តង់នៃអង្គធាតុគឺវាអាស្រ័យជាមួយនឹងប្រវែងអាស្រ័យទៅមុខកាត់យើងមានរូបមន្តគណនាវាដែរអញ្ចឹងអារូបមន្តហ្នឹងមិញក៏គេគណនាតាមរូបមន្តហ្នឹងដែរប៉ុន្តែវាមានលក្ខណៈយើងមើលអាគ្រឿងខាងក្នុងវាមានលក្ខណៈញ៉ៃញ៉ៃអញ្ចឹងយើងងាយបំផុតយើងតាមវាជាគំរូដូចខ្សែមួយដែលមានប្រវែង L មកកាត់ A ដែលមកកាត់ A ហ្នឹងស្មើផាយ D ការ៉េលើ 4D នេះជាអង្កត់ផ្ចិតបើយើងស្គាល់អង្កត់ផ្ចិតរបស់មុខកាត់ហ្នឹងយើងអាចគណនាមុខផ្ទៃមុខកាត់វាបានបាទ rho នៅកន្លែងហ្នឹងគឺជា resistivity ណាវាបង្ហាញពីលក្ខណៈទប់របស់ray ស្តង់ដែរណាប៉ុន្តែຂະຫນាតរបស់វាផ្សេងហើយវាមានអត្ថន័យផ្សេងខុសពី ray ស្តង់បាទហើយ L ហើយ L ជាប្រវែងខ្សែ A ជាផ្ទៃមុខកាត់អញ្ចឹងយើងអាចប្រើរូបមន្តនឹងបានបើសិនប្រវែងកាន់តែវែងយើងអាចគណនាទៅឃើញថាតម្លៃ ray ស្តង់នៃខ្សែចម្លងហ្នឹងគឺវាមានតម្លៃធំហើយណាវាសមាត្រប៉ុន្តែបើផ្ទៃមុខកាត់កាន់តែធំវិញអញ្ចឹង ray ស្តង់នឹងតូចណាចំពោះ rho វាអាស្រ័យនឹងប្រភេទរបស់អង្គធាតុដែលគេយកមកធ្វើវាអាចជាទង់ដែងវាអាចជាអាលុយមីញ៉ូមអីតាមហ្នឹងទៅ rho វាប្រែប្រួលនៅ slide បន្តទៀតខ្ញុំមានបង្ហាញតម្លៃ rho ចំពោះអង្គធាតុផ្សេងៗគ្នា resistivity និង resistance គឺវាអាស្រ័យនឹងសន្តិភាពដែរអញ្ចឹងបើសន្តិភាពប្រែប្រួលតម្លៃ resistance ឬ resistivity ហ្នឹងគឺវាប្រែប្រួលឲ្យដល់សមីការនេះដោយមេគុណ alpha របស់យើងកន្លែងហ្នឹងគេឲ្យឈ្មោះថាមេគុណសីតុណ្ហភាពនៃ resistance ណាបាទនៃ resistivity ក៏បានដែរកន្លែងហ្នឹងបាទຂະຫນាតរបស់វាគឺគិតជាក្នុង1អង្សាសេឬមួយក្នុង1កែវិនវាអាស្រ័យតាមຂະຫນាតដែលលោកគ្រូគណនាបំរែបំរួលសន្តិភាពនេះដែរអញ្ចឹងណាប៉ុន្តែទីពិតទៅក្នុងការសិក្សារបស់យើងបំរែបំរួលសន្តិភាពទាំងអង្សាសេទាំងកែវិនຂະຫນាតរបស់វាស្មើគ្នាប៉ុន្តែបើសន្តិភាពផ្ទាល់របស់វាហ្មងនីមួយៗរបស់វាគឺអត់ដូចគ្នាទេដើម្បីបដូរពីអង្សាសេទៅជាកែវិនលោកគ្រូត្រូវបូក273ណាឧបមាថា20អង្សាសេអញ្ចឹងយើងត្រូវបូក273ទៅបានចេញជាកែវិនណា293បាទជាឧទាហរណ៍ក្នុងការសិក្សានេះគឺខ្ញុំលើកយកករណីនៅក្នុងប្រទេសបតមួយគេមានឆូតណាលោកគ្រូអាចឃើញមានគ្រឿងអេឡិចត្រូនិកមួយចំនួនគ្រូបើកមើលទៅខាងក្នុងហ្នឹងគឺមានឆ្នូតពណ៌រាងពណ៌តុងដែងណាបើក្នុងរូបភាពនេះលោកគ្រូប្រហែលជាគិតថាវាពណ៌មាសតែទៅពិតនេះពណ៌តុងដែងអញ្ចឹងអាហ្នឹងគឺជាប្រភេទខ្សែចម្លងណាធ្វើពីអង្គធាតុចម្លងដែលមានរ៉ូរបស់វាតូចខ្លាំងមែនតើដើម្បីឲ្យរ៉េស្តង់របស់វាតូចគោលបំណងរបស់គេគឺដើម្បីឲ្យចរន្តឆ្លងកាត់បានប៉ុន្តែដល់ពេលចន្លោះពីខ្សែពណ៌មាសឬពណ៌ទង់ដែងនីមួយៗគ្រូឃើញខ្មៅនេះអាហ្នឹងគឺជាតួប្រទេសបតដែលវាមានលក្ខណៈអ៊ីស្លង់អញ្ចឹងថ្មីត្បិតណាចន្លោះហ្នឹងតូចទេប៉ុន្តែចរន្តឆ្លងកាត់អត់បានទេអាហ្នឹងគឺដោយសារអី resistivity របស់វាធំណា rho របស់វាធំខ្លាំងអាហ្នឹងប្រភេទអ៊ីស្លង់តែដល់ពេលប្រភេទអឺអឺប្រភេទអង្គធាតុចម្លងគឺ rho វាតូចបាទលោកគ្រូនឹងឃើញតម្លៃណានៅ slide បន្តទៀតបាទអានេះគឺជាតម្លៃរ៉ូដែលខ្ញុំបាននិយាយមុនហ្នឹងវាជាតម្លៃរ៉ូដែលគេវាស់នៅសន្តិភាព20អង្សាសេណាអញ្ចឹងវាមានសារធាតុរបស់វាតាំងពីប្រភេទអង្គធាតុចម្លងតាំងពី semiconductor តាំងពី E សឡង់លោកគ្រូអាចពិនិត្យបានដោយករណីប្រាក់មាសទង់ដែងហ្នឹងលុយញោមយើងឃើញថារ៉ូវាតូចក្នុងកម្រិត10សេគុណដក8ប៉ុន្តែដល់ពេល semiconductor វាអាចក្នុងកម្រិតធម្មតាតម្លៃលេខរាយ1 2 3ហ្នឹងក្នុងកម្រិត10សេគុណដក5ក៏មានក្នុងកម្រិត10សេគុណ3ក៏មានដែរតែបើលោកគ្រូពិនិត្យមើល E សឡង់ណា E សឡង់គឺតម្លៃ resistivity របស់វាធំខ្លាំងគឺកម្រិត10សេគុណ14 10សេគុណ16ធំខ្លាំងណាស់បើយើងធៀបជាមួយនឹងអង្គធាតុចម្លងអូមអញ្ចឹងអាមិញខ្មៅដែលយើងឃើញមិញគឺជាប្រភេទ E សឡង់ហើយវាភាគច្រើនវាក្នុងកម្រិតហ្នឹងរ៉ូរបស់វាប៉ុន្តែបើឆ្នូតខ្សែចម្លងពណ៌មាសឬពណ៌ទង់ដែងដែលលោកគ្រូឃើញមុនហ្នឹងគឺរ៉ូវាគឺក្នុងលំដាប់នេះចឹងហើយបានជាវាអាចចម្លងចរន្តបានល្អចឹងក្នុងលំហាត់របស់យើងគឺលោកគ្រូអាចប្រើតម្លៃរ៉ូនៅក្នុងនឹងបានណាសូមមើលតារាងនឹងមកដើម្បីយកតម្លៃរ៉ូមកប្រើបើសិនជាខ្ញុំមកបានបញ្ជាក់នៅក្នុងលំហាត់ទេបាទចំពោះមេគុណសន្តិភាពក៏ដូចគ្នាដែរគេអាចវាស់វាក្នុងករណី0អង្សាក៏បាន20អង្សាក៏បានដែរណាចឹងវាប្រែប្រួលតាមករណីហ្នឹងអញ្ចឹងខ្ញុំលើកក្នុងតារាងនេះគឺគេវាស់នៅ20អង្សាសេអញ្ចឹងតម្លៃ alpha វាប្រែប្រួលតាមប្រភេទសារធាតុដែរណាចឹងករណីអាលុយមីញ៉ូម0.039ប៉ុន្តែដល់ពេលករណី
ទង់ដែងប្រហែលគ្នាដែរណាប៉ុន្តែបើសិនជាប្រភេទប្រាក់នីក្រូមអីវាប្រែប្រួលតាមនឹងដែរណាអញ្ចឹងកាលណាដូចករណីករណីម៉ង់កានីនណាគ្រូឃើញតម្លៃវាតូចខ្លាំងណាអញ្ចឹងម៉ង់កានីនគឺវាអត់សូវប្រែប្រួលតាមសន្តិភាពទេresistance របស់វាអញ្ចឹងអាហ្នឹងហេតុអីបានជាresistance កើនឡើងអញ្ចឹងនៅពេលដែលសីតុណ្ហភាពកើនឡើងអញ្ចឹងអាហ្នឹងមូលហេតុរបស់វាគឺកាលណាសន្តិភាពកើនឡើងគឺអាតូមវាញ័រខ្លាំងអញ្ចឹងកាលណាញ័រខ្លាំងអញ្ចឹងអេឡិចត្រុងធ្វើចលនាទៅវាងាយនឹងទង្គិចច្រើនជាងករណីវាអត់ញ័រណាទីពិតទៅឲ្យតែមានសន្តិភាពវាញ័រប៉ុន្តែគាត់ថាសន្តិភាពខ្ពស់វាញ័រកាន់តែខ្លាំងអញ្ចឹងវាបកជាឧបសគ្គសម្រាប់អេឡិចត្រុងអញ្ចឹងឧបសគ្គហ្នឹងគឺយើងសំដៅទៅលើ resistance ហ្នឹងឯងអញ្ចឹងអេឡិចត្រុងវាអត់ងាយឆ្លងកាត់បានទេប៉ុន្តែចម្លែកជាងគេករណីកាបូនណាកាបូន graphite អាហ្នឹងនៃគុណ alpha វាទៅជាអវិជ្ជមានអញ្ចឹងមានន័យថាកាលណាសន្តិភាពកើនឡើងគឺresistance ថយចុះទៅវិញអញ្ចឹងអាហ្នឹងមូលហេតុករណីពិសេសចំពោះករណីហ្នឹងគឺទីពិតលំញ័រហ្នឹងវាកើតមានហើយ resistance វាកើនឡើងប៉ុន្តែមានរឿងមួយដែលធ្វើឲ្យវាអាចចម្លងចរន្តបានល្អមានន័យ resistance កើនទៅគឺដោយសារតែកាលណាសន្តិភាពខ្ពស់អេឡិចត្រុងគឺអាចដឹកចេញពីការចងសម្ព័ន្ធណាអញ្ចឹងអេឡិចត្រុងសេរីមានច្រើនមានកំណើនអេឡិចត្រុងសេរីអាហ្នឹងហើយមូលហេតុដែលធ្វើឲ្យវាអាចចម្លងចរន្តបានល្អនៅសន្តិភាពខ្ពស់ប៉ុន្តែខ្ញុំបញ្ជាក់ដែរណាករណីដែល alpha ដែលបានមកពីលំញ័របាតូមហ្នឹងគឺនៅតែវិជ្ជមានអញ្ចឹងប៉ុន្តែបើយើងបូកដកសរុបទាំងអស់មកគឺមានតម្លៃអវិជ្ជមានបាទនេះគឺជាក្រាបណាទីពិតទៅបើយើងមើលតាមសមីការរ៉ូស្មើរ៉ូ0គុណប៉ុណ្ណឹងហ្នឹងវាគួរតែជាសមីការបន្ទាត់ណាចឹងការសិក្សារបស់យើងសិក្សាតែករណីសមីការ linear បន្ទាត់ចន្លោះពី0អង្សាទៅ100អង្សាភាគច្រើនអ្វីដែលយើងអនុវត្តគឺចន្លោះហ្នឹងគឺវាកើនជាអនុគម linear តែវានៅជាការសន្មតទេណាអ្វីដែលកើតឡើងពិតប្រាកដគឺវាជាអនុគម exponential វាគ្រឿងជាខ្សែកោងណាតែខ្ញុំបញ្ជាក់ម្ដងទៀតការសិក្សារបស់យើងយកតែករណី linear មកនិយាយបាទអញ្ចឹងបើយើងនិយាយពីresistor ណាយើងមានផលសង potential រវាងគោលទាំងពីរមកពេលហ្នឹងគឺចរន្តអគ្គិសនីឆ្លងកាត់ resistor ហ្នឹងហើយអញ្ចឹងយើងបានសិក្សានៅសប្តាហ៍មុនហើយអីជាផលសង potential អញ្ចឹងក្នុងករណីនេះស្អីជាចរន្តណាចរន្តគឺជាលំហូរនៃវត្ថុអគ្គិសនីឆ្លងកាត់ផ្ទៃមុខកាត់ណាមួយក្នុងរយៈពេលណាមួយមកអញ្ចឹងយើងអាចគណនាចរន្តបានតាមរយៈ E ស្មើ delta គុយលើ delta t អញ្ចឹងបើលោកគ្រូស្គាល់គុយនឹងជាអនុគមនៃ t លោកគ្រូអាចប្រើតាម derivative ក៏បានដែរហើយស្អីជា derivative វាជាផលធៀបនៃបំរែបំរួលដ៏តូចអញ្ចឹងលោកគ្រូគាត់ឲ្យបំរែបំរួល delta t ហ្នឹងក្នុងរយៈពេលខ្លីមកជាឧទាហរណ៍ data t យើងធម្មតាដែលធំវាអាចជាកម្រិត 0.11 ឬមួយក៏2ឡើងរហូតដល់កម្រិតម៉ោងណា2នាទីរហូតដល់ម៉ោងប៉ុន្តែបើសិនលោកគ្រូចង់ឲ្យចង់ដឹងថាdata តូចនេះក្នុងកម្រិត derivative ហ្នឹងវាមិនអញ្ចឹងអាហ្នឹងក្នុងកម្រិត nano វិនាទីណា10សេគុណដក9 nano មកឬមួយ2កូ10សេគុណដក12មកលោកគ្រូកង់រយៈពេលហ្នឹងឲ្យខ្លីកាន់តែខ្លីវាកាន់តែខិតជិត derivative បាទអញ្ចឹងតំណែងរវាងផលសង potential រវាងចរន្តនិង resistance ហ្នឹងគឺយើងអាចរកបានតាមរយៈតំណែងច្បាប់អូមណាបើយើងគូសចរន្តហើយនឹងតង់ស្យុងជាក្រាបយើងនឹងទទួលបានសមីការបន្ទាត់ដោយសារតែ air ហ្នឹងវាថេណាបាទអញ្ចឹងចំណុចមួយទៀតគឺយើងសិក្សាពីអនុភាពអញ្ចឹង resistor គឺវាស៊ីភ្លើងយើងហៅស៊ីភ្លើងហ្នឹងតាមរយៈអីវាបំភាយកម្ដៅចឹងឲ្យឈ្មោះផលស្រួលអញ្ចឹងអនុភាពដែលវាស៊ីហ្នឹងគឺយើងអាចគណនាបានតាមរូបមន្ត P ស្មើ VE យកផលសង potential គុណឲ្យចរន្តឬមួយក៏យើងប្រើច្បាប់អូមមកយើងនឹងអាចទាញបានពីរូបមន្តមួយផ្សេងទៀតបាទថាមពលអគ្គិសនីដែលវាស៊ីយើងក៏យកអនុភាពគុណមួយរយៈពេលដែលវាប្រើប្រាស់ណាយើងដាក់ប្រើប្រាស់1ម៉ោងអញ្ចឹងវា3600វិនាទីយើងគុណតាមហ្នឹងមកនឹងចេញຂະຫນាតជាស្រួលហើយជាថាមពលអគ្គិសនី VC អញ្ចឹងក្នុងការសិក្សា circuit ពិតប្រាកដគឺមិនមែនមាន resistor តាមគ្រាប់ទេអញ្ចឹងវាអាចមាន resistor ច្រើនគ្រាប់ដែលអាចតជាស៊េរីឬតជាខ្នែងអញ្ចឹងបង្គំស៊េរីគឺបែបនេះដូចក្នុងរូបដែលខ្ញុំបង្ហាញនេះអញ្ចឹងកាលណាបើយើងនិយាយថា2 resistor 2យើងយកជើងម្ខាងវាភ្ជាប់គ្នាមកអានឹងយើងឲ្យឈ្មោះតជាស៊េរីហើយបើមាន3ឬ4គ្រាប់លោកគ្រូអាចមើលតាមរូបនឹងបាន
ចឹងអាទាំងអស់ហ្នឹងយើងតទៅវាคล้ายជា sequence សមូលមួយណាយើងអាចចាត់ទុកវាជា sequence សមូលមួយដែលមាន resistor តែមួយគ្រាប់ទេដែលមាន resistance ពី R ហើយចរន្តឆ្លងកាត់ E ហើយតង់ស្យុងរបស់វា V ផលសង potential V ចឹងតំណែងរវាងអា sequence យើងពង្រាយជាមួយនឹងអាសមូលគឺអាចឲ្យដោយតំណែងនេះ resistance សមូលនៃ sequence ទាំងអស់ហ្នឹងគឺនៃអា sequence របស់យើងគឺ R1 + R2 + R3 ហើយដល់ពេលចរន្តយើងយកចរន្តរបស់វាស្មើគ្នាចរន្តឆ្លងកាត់ sequence ស្មើចរន្តឆ្លងកាត់ R1 ចរន្តឆ្លងកាត់ R2 ចរន្តឆ្លងកាត់ R3 ចំពោះតង់ស្យុងណាឬផលសង potential លោកគ្រូបូកអាមួយនឹងចូលគ្នាមកគឺយើងស្មើជាមួយនឹងតង់ស្យុងរបស់ប្រភពដែលភ្ជាប់ទៅវាឬមួយក៏តង់ស្យុងរបស់ sequence ទាំងមូលហ្នឹងបាទលោកគ្រូអាចប្រើគំនូសសម្គាល់កាត់ក៏បាន V1 V2 V3 ឬមួយក៏ VAX VXY ឬ VYB តាមរយៈតួអក្សរដែលខ្ញុំតាំងនៅនេះក៏បានដែរណាប៉ុន្តែក្នុងការសរសេរតង់ស្យុងលោកគ្រូសរសេរថៃត្បិតសរសេរ V1 V2 ប៉ុន្តែឲ្យដឹងច្បាស់ថា V1 ដែលលោកគ្រូសរសេរហ្នឹងគឺចំណុចណាទៅចំណុចណា VAX ឬ VXR អីចឹងណាបាទហ្នឹងគឺជាតំណែងណាចំពោះករណីតជាស៊េរីករណីតជាខ្នែងគឺយើងយកជើងម្ខាងភ្ជាប់គ្នាហើយសល់ជើងម្ខាងទៀតយើងភ្ជាប់ចូលគ្នាដែរដូចក្នុងករណីរូបនេះចឹងអញ្ចឹងយើងមានតែ2ចំណុចទេយើងអត់មានចំណុចរាយមិញមាន x ផងមាន y ផងអញ្ចឹងនៅពេលដែលតជាខ្នែងតំណែងតម្លៃ resistance សមូលគឺ1លើ r យើងអត់បូកវាបញ្ចូលគ្នាទេតែយើងបូកចម្រាស់ណា1លើ r ស្មើ1លើ r1 បូក1លើ r2 បូក1លើ r3ចំពោះចរន្តឆ្លងកាត់ R1 យើងតាំងដល់ E1 ចរន្តឆ្លងកាត់ R2 យើងតាំងដល់ E2 ចរន្តឆ្លងកាត់ R3 យើងតាំងដល់ E3 អញ្ចឹងអានឹងបូកចូលគ្នាទាំងអស់គឺស្មើជាមួយនឹងចរន្តឆ្លងកាត់ sequence ទាំងមូលគឺ E នៅនេះចំពោះតង់ស្យុងវេដោយសារចំណុចទាំងអស់ហ្នឹងវាជាប់ចូលគ្នាជើងឆ្វេងជាប់ចូលគ្នាជើងស្ដាំជាប់ចូលគ្នាអញ្ចឹងយើងបានតង់ស្យុងរបស់វាស្មើគ្នាស្មើជាមួយនឹងអសមូលណាអញ្ចឹង V ស្មើ V1 ស្មើ V2 ហើយស្មើ V3ហ្នឹងករណីដែលយើងមាន sequence ដែលសេរីនិងខ្នែងប៉ុន្តែការសិក្សាពិតប្រាកដគឺអាចមានករណីចម្រុះដែរគឺមានសេរីផងខ្នែងផងលាយចូលគ្នាអញ្ចឹងយើងគ្រាន់តែប្របែក sequence ទៅជាសេរីជាខ្នែងតាមផ្នែកហើយយើងប្រើរូបមន្តតាមផ្នែកតាមខ្នែងឬតាមសេរីនឹងមកដោះស្រាយម្ដងមួយមកគឺយើងអាចវិភាគ sequence ទាំងមូលជាឧទាហរណ៍ក្នុងនេះខ្ញុំលើកឧទាហរណ៍ជាលេខមកយើងមាន resistor R1 R2 R3 តបែបអញ្ចឹងពេលហ្នឹងនេះយើងសង្កេតឃើញករណី R2 និង3នេះជើងរបស់វាភ្ជាប់ចូលគ្នាណាជើងឆ្វេងភ្ជាប់ជើងឆ្វេងជើងស្ដាំភ្ជាប់ជើងស្ដាំអញ្ចឹងអាហ្នឹងវាដូចជាមានយើងតាំងវាជា sequence សមូលមួយ resistor សមូល R23 ណាតម្លៃ resistor របស់វា R23អញ្ចឹងចរន្តឆ្លងកាត់វាខ្ញុំតាំងដោយ E23 ដែរព្រោះអាហ្នឹងចរន្តឆ្លងកាត់ E2 និង E3 ខុសគ្នាណាបន្តមកទៀតយើងគិតទៀតថានេះR1 និង R23 ហ្នឹងតជាអីតជាសេរីពេលហ្នឹងយើងបានរូបដូចខាងក្រោមនេះអញ្ចឹងតាមរយៈវិធីលំហាត់គេឲ្យយើងគណនា resistance សមូលគណនាចរន្តឆ្លងកាត់ sequence ហើយគណនាចរន្តនិងតង់ស្យុងឆ្លងកាត់ resistor នីមួយៗអញ្ចឹងជំហានដំបូងយើងគណនា resistance សមូលសិននេះមកដល់ R ចុងក្រោយតែស្មើប៉ុន្មានអញ្ចឹងដូចយើងគិតមុននឹងអញ្ចឹងយើងគិតករណី R23 មុនគេអញ្ចឹងដោយសារវាតជាខ្នែងលោកគ្រូអាចតាំង R23 ជា resistance សមមូលនៃអាខ្នែង R2 និង R3 ហ្នឹងមកគឺយើងតាមរូបមន្តការតជាខ្នែងមកយើងអាចទាញបានតម្លៃលេខនេះណា 1.2 លោកគ្រូអាចគណនាមកគាត់តែឆ្លោះតម្លៃលេខទេ2អូមនិង3អូមមកគឺឃើញតឃើញ R23 មកយើងចូលទៅដល់គូបនៃ R23 ហ្នឹងដែលតជាស៊េរីហ្នឹងដើម្បីរកតម្លៃ resistance Rចឹងដោយសារពីរនឹងយើងតជាសេរីចឹងធ្វើផលបូកមក1អូមបូក 1.2 គឺ 2.2 ណាចប់សំណួរក1ចូលដល់សំណួរខគឺយើងគណនាចរន្តឆ្លងកាត់ sequence ដោយសារតែគេឲ្យ VAB ហើយតម្លៃវាស្មើប្រមាណណា12 V អញ្ចឹងលោកគ្រូអ្នកគ្រូគាត់តែយកតង់ខ្យងហ្នឹងចែកឲ្យ resistance សមមូលមកគឺយើងបានតម្លៃចរន្តឆ្លងកាត់ sequence ទាំងមូលហើយឬមួយក៏ចរន្តឆ្លងកាត់ចនិតាក៏បានឯកន្លែងហ្នឹងណាបាទអញ្ចឹងយើងបានតម្លៃ 5.45 អង្ពែបាទអញ្ចឹងចប់សំណួរខមួយណាចូលដល់សំណួរកគេឲ្យយើងគណនាចរន្តហើយនឹងតង់ស្យុងឆ្លងកាត់ resistor មួយអញ្ចឹងអាហ្នឹងយើងចាប់ផ្ដើមបដិញថយក្រោយវិញមុនហ្នឹងយើងយក R23 តជាខ្នែងហើយបានយក R1 ហើយនឹង R23 តជាសេរីឥឡូវយើងបដិញពីអាសេរីទៅអាខ្នែងវិញណាអញ្ចឹងករណីតជាសេរីគឺចរន្តឆ្លងកាត់របស់វាមានតម្លៃដូចគ្នាអញ្
ចឹង e1 ស្មើ e2 3ស្មើជាមួយ e របស់ circuit តែម្ដងហើយយើងអាចទាញតាំងដោយ e ab ក៏បានអញ្ចឹង e នីមួយៗឃើញប៉ុណ្ណឹងតង់ចុងយើងអាចប្រើច្បាប់អូមបានណា v1 គឺស្មើ r1 e1 ណាយើងក៏អាចចំនួនតម្លៃចរន្តហើយនឹង resistance មកយើងអាចចែកនេះបានដែរv23 ណា vx3 គេមិនសួររកកន្លែងនេះប៉ុន្តែវាចាំបាច់សម្រាប់សំណួរបន្ទាប់អញ្ចឹងលោកគ្រូរកឲ្យមកគឺប្រើតាមច្បាប់អូមគឺឃើញប៉ុណ្ណឹងហើយយើងក៏មានជំរើសមួយទៀតដែរដោយសារករណីអាហ្នឹងតជាសេរីអញ្ចឹងផលបូកតង់ចុងគឺស្មើតង់ចុងសរុបណាតង់ចុងរបស់សាក់មូលអញ្ចឹងដើម្បីរក v របស់23យើងអាចរក v សរុបហ្នឹងដកជាមួយនឹង v របស់ករណីទី1 r1 គឺ v ax ឬមួយក៏ v1 អញ្ចឹងលោកគ្រូដកមកគឺឃើញខ្ទង់ប្រហែលតម្លៃលេខប្រហែលគ្នាណាបាទឥឡូវខ្ញុំសូមយកករណីនេះទៅសិក្សាណាបាទបន្តមកទៀតយើងបន្ថយវាទៅដល់គេR23 យើងបដិញទៅករណីខ្នែងអញ្ចឹង R23 វាបានមកពីអីគេ R2 និង R3 តជាខ្នែងអញ្ចឹងករណីតជាខ្នែង v របស់វាគឺស្មើគ្នាទាំងអស់ណាអញ្ចឹងករណីតជាសេរីយើងដេញមកពីចរន្តដល់ពេលករណីតជាខ្នែងយើងដេញមកពីតង់ចុងអញ្ចឹងលោកគ្រូក៏អាចចំនួនតម្លៃលេខមកស្គាល់តង់ចុងស្គាល់តម្លៃ resistance យើងអាចគណនាចរន្តបានណាអញ្ចឹង E2 E3 អាចរកតាមច្បាប់អូមណាឬមួយក៏ប្រើលក្ខណៈតជាខ្នែងចរន្តសរុបគឺស្មើចរន្តមួយបូកចូលគ្នាអញ្ចឹងបើយើងចង់រកចរន្តករណីណាមួយយើងយកសរុបដកករណីមួយផ្សេងទៀតមកគឺយើងអាចរកបានអញ្ចឹងពីររបៀបផ្សេងគ្នាលោកគ្រូមិនបាច់ចាំគណនាទាំងពីរករណីក៏បានដែរប៉ុន្តែជា option ណាជាជំរើសយើងអាចគណនាបានអញ្ចឹងហើយលោកករណីខ្លះរបៀបទី1ធ្វើឲ្យកើតដែរយើងអាចធ្វើតាមរបៀបទី2បានបាទអញ្ចឹងចំណុចបន្ទាប់យើងនិយាយអំពីកង់ដងសាទ័រអញ្ចឹងកង់ដងសាទ័រគឺវាជាអីគេវាជាគ្រឿងអគ្គិសនីដែលមានតួនាទីផ្ទុកឬមួយក៏ផ្ទេរបន្ទុកអគ្គិសនីឬមួយគ្រូអាចនិយាយថាវាផ្ទុកផ្ទេរថាមពលអគ្គិសនីក៏បានដែរអញ្ចឹងវាកើតឡើងដោយសារអីដោយសារគេយកផ្ទះលោហៈ2ដែលផ្ទុកបន្ទុកអគ្គិសនីសញ្ញាផ្ទុយគ្នាណាមានផ្ទៃមុខកាត់ណាមួយយើងតាំងដោយផ្ទៃមុខកាត់ A ហើយដាក់វានៅចម្ងាយ D ណាមួយពីគ្នាមកបាទអញ្ចឹងនៅគូសងខាងវានឹងមានផលសង potential VAB ហើយអញ្ចឹងបើវាមានបន្ទុកវាប្រកាសជាមានផលសង potential ហើយបើមានផលសង potential បន្ទុកអគ្គិសនីនឹងមាននៅលើប្រទេសទាំងពីរតែម្ដងអានេះជានិមិត្តសញ្ញារបស់កង់ដងសាទ័រហើយអានេះជារូបរាងកង់ដងសាទ័រតែម្ដងលោកគ្រូអាចឃើញនៅលើប្រទេសបតគ្រឿងអគ្គិសនីអីផ្សេងអានោះគ្រូអាចវះទៅគឺឃើញមានប្រទេស2ហើយមានអ៊ីស្លង់នៅកណ្ដាលណាវាអាចជាមីកាហើយមានជាតិប្រេងតិចណាជាជ្រក់ប្រេងបាទនៅក្នុងមេរៀនមុនយើងសិក្សាអំពីដែនអគ្គិសនីនៅចន្លោះប្រទេសដែលមានផ្ទុកបន្ទុកអគ្គិសនីផ្ទុយគ្នាអញ្ចឹងគឺជាដែនឯកសណ្ឋានដែលឲ្យដោយផលសង potential ចែកឲ្យជាងាយហើយយើងក៏មានរូបមន្តមួយទៀតដែរគឺស្មើជាមួយនឹង sigma ចែកជាមួយនឹង epsilon r លើ epsilon 0ដែល sigma គឺជាដង់ស៊ីតេក្នុងខណៈផ្ទៃដង់ស៊ីតេបន្ទុកអញ្ចឹងនៅក្នុងនេះខ្ញុំសេគុយចែក r តែម្ដងអញ្ចឹងតាមរយៈរូបមន្តពីរហ្នឹងយើងអាចដាក់ផ្ទឹមគ្នាហើយយើងអាចសរសេរអ្នកកន្សោម capacity យមន័យឲ្យវាគឺគុយចែកឲ្យ VAB ណាបន្ទុកអគ្គិសនីក្នុងមួយខ្នាតតង់ចុងអញ្ចឹងគុយនៅលើ VAB មកគ្រូអាចទាញបានថាស្មើ A epsilon A លើ D epsilon ហ្នឹងគឺខ្ញុំតាំងឲ្យផលគុណ epsilon 0 epsilon r វាជា dielectric នៃមជ្ឈដ្ឋានណាមួយបាទអញ្ចឹងលោកគ្រូស្គាល់ epsilon r និង epsilon 0នៅក្នុងមេរៀនមុនហើយណាអញ្ចឹងតើថាមពលអគ្គិសនីដែលកង់ដងសាទ័រយើងផ្ទុកឬមួយក៏ផ្ទេរហ្នឹងឲ្យដោយតម្លៃអីឲ្យដោយតម្លៃប្រមាណ joule ម៉ាន joule លោកគ្រូអាចប្រើតាមរូបមន្តនេះហើយតាមរយៈតំណែងតំណងខាងលើនេះយើងអាចបបែករូបមន្តហ្នឹងទៅជារូបមន្តពីរផ្សេងទៀតក៏បានដែរតើគេអនុវត្តកង់ដងសាទ័រនៅក្នុងអីណាក្នុងវិស័យថតសម្លេងថតចម្រៀងអីហ្នឹងពេលដែលយើងនិយាយទៅរលកសម្លេងរបស់យើងណាវាជាលំញ័រកាលណាជាលំញ័រវាទៅប៉ះអាផ្ទះរបស់កង់ដងសាទ័រហ្នឹងវាធ្វើឲ្យប្រែប្រួលចម្ងាយរវាងកង់ដងសាទ័រអញ្ចឹងដោយសារតែកង់ដងសាទ័ររបស់យើងគឺមានបន្ទុកអគ្គិសនីណានៅលើនឹងស្រាប់អញ្ចឹងកាលណាប្រែប្រួលចម្ងាយគឺវាប្រែប្រួលតម្លៃកង់ដងសាទ័រតម្លៃសេណាតាមរូបមន្តនេះណាផ្ទៃរបស់វាថេរទេអញ្ចឹងកាលណាប្រែប្រួលសេគឺវាធ្វើឲ្យប្រែប្រួលតង់ចុងរវាងគោលទាំងពីរអញ្ចឹងបើយើងតមកសៀគីខាងក្រៅវាចេញជាចរន្តណាដែលប្រែប្រួលអញ្ចឹងរលកសំឡេងណាលំញ័រអាស្រ័យនឹងពេលបដូរទៅជាចរន្តឬមួយតង់ចុងអាស្រ័យនឹងពេលហ្នឹងហើយដែលយើងអាចថតសំឡេងជា digital បានណា
សលេងដែលយើងនិយាយជាលក្ខណៈ mechanic តែវាចូលទៅគ្រឿងកុំព្យូទ័រវាស្គាល់ជា digital វាស្គាល់ជាចរន្តវាស្គាល់ជាលេខអញ្ចឹងណាបាទហ្នឹងហើយការអនុវត្តចំពោះ computer មួយក្នុងចំណោមការអនុវត្តផ្សេងទៀតចំពោះ computer យើងក៏មានការតជាសេរីតជាខ្នែងដែរណាអញ្ចឹងករណីតជាសេរីយើងប្រើគោលការណ៍ដដែលជើងម្ខាងភ្ជាប់គ្នាបន្តមកទៀតជើងសងខាងជើងសល់ហ្នឹងគឺយើងភ្ជាប់ទៅប្រភពមកអញ្ចឹងទាំងអស់ហ្នឹងគឺសមូលវាคล้ายជា sequence សមូលមួយអញ្ចឹង capacity សមមូលរបស់វាគឺយើងអាចរកតាម1នៅលើ C ស្មើ1លើ C1 បូក1លើ C2 ករណីនេះបើលោកគ្រូប្រៀបធៀបជាមួយករណី resistor រៀងមិនច្រើនណាresistor ពេលតជាសេរីតម្លៃ resistor របស់វា R ស្មើ R1 បូក R2 តែដល់ពេល condenser ទៅជាបូកចម្រាស់វិញណា1លើ C ស្មើ1លើ C1 បូក1លើ C2 ករណីបន្ទុកគឺយើងនិយាយលើចរន្តទេធាតុពិតកន្លែងហ្នឹងក៏មានការគណនាចរន្តដែរប៉ុន្តែជាការសិក្សាដំបូងខ្ញុំនិយាយតែបន្ទុកគុយស្មើគុយ1ស្មើគុយ2បើលោកគ្រូចាំរូបមុនក្នុងករណី resistor គឺ E1 ស្មើ E2 ស្មើ E3 អញ្ចឹងបន្ទុកហើយនឹងចរន្តគឺវាផ្សារភ្ជាប់គ្នាណាទម្រង់សមីការវាដូចគ្នាតង់ខ្យងក៏ដូចគ្នាដែរជាផលបូកណានៃតង់ខ្យងនីមួយៗដល់ពេលតជាខ្នែងណាតជាខ្នែងទៅជា capacity សមមូលរបស់វាគឺស្មើផលបូកនៃ capacity នីមួយៗគឺវាច្រាស់ជាមួយនឹងករណី resistor បន្ទុកអគ្គិសនីដូចចរន្តដែរគឺ E សរុបស្មើ E នីមួយៗបូកចូលគ្នាតង់ខ្យងក៏ដូចក្នុងករណីត resistor ដែរគឺ V របស់វាគឺស្មើគ្នាណា V សមមូលស្មើ V នីមួយៗតែម្ដងចំពោះបង្គំចម្រុះណាលោកគ្រូអាចប្រើក្បួនដូចគ្នាក្នុងករណី resistor មុននឹងអញ្ចឹងយើងគិតឲ្យតើវាចម្រុះញ៉ៃយើងគិតសេរីគិតខ្នែងហើយកណនាវាមួយមកហើយដល់ពេលបើយើងត្រូវកណនាបន្ទុកកណនាតង់ខ្យងយើងអាចធ្វើពិចារណាទៅវិញណាបាទគ្រឿងទី3ដែលខ្ញុំចង់លើកយកមកគឺ inductor វាជាអីវាជាប្រភេទខ្សែមិញខ្សែដែលយើងកណនា resistance ឥឡូវយកវាមករួមជាវងមករឿងជាលក្ខណៈ bobin ណាអញ្ចឹងអានេះធៀបទៅគោលការណ៍ស៊ីជម្រៅវានៅក្នុងដើម្បីឲ្យលោកគ្រូយល់ពីគោលការណ៍ហេតុអីវាអញ្ចឹងនៅក្នុង magnetic មេរៀនក្រោយហ្នឹងហើយមេរៀនក្រោយណាឥឡូវហ្នឹងលោកគ្រូស្គាល់ជារូបមន្តស្គាល់ជាអត្ថន័យខ្លះសិនណាអញ្ចឹងលក្ខណៈរបស់វាអាំងដូចតង់ណាអាំងដូចតង់គឺមានន័យថា inductor resistor វាមានលក្ខណៈទប់ចរន្តរបស់វាគឺ resistance តែដល់ពេល inductor លក្ខណៈរបស់វាមិនមែនទប់ចរន្តទេវាទប់ជាមួយនឹងបំរែបំរួលចរន្តជាឧទាហរណ៍បើសិនយើងខ្សែហ្នឹងយើងបន្លាយវែងធម្មតាយើងអត់យកវាមករុំទេពេលដែលចរន្តឆ្លងកាត់វាកើនពី0ទៅអតិបរមាអូតូបន្តិចមកពេលយើងភ្ជាប់ភ្លើងភ្ជាប់គុយចេតាចូលអាហ្នឹងវាកើនលឿនហ្មងចរន្តកើនលឿនតែម្ដងតែបើយើងរុំជា bobin ចរន្តហ្នឹងគឺកើនអត់លឿនដូចក្នុងករណីដែលយើងដាក់ខ្សែត្រង់ហ្នឹងចឹងហើយទំហំដែលទប់ជាមួយនឹងបំរែបំរួលចរន្តហ្នឹងយើងឲ្យឈ្មោះថាអាំងដូចតង់វាជាលក្ខណៈរបស់ inductor បាទអញ្ចឹងអាំងដូចតង់នៃ solenoid បើយើងរុំទៅយើងអាចទទួលបានជា bobin ឬមួយ solenoid ចឹងសមីការនេះយើងឲ្យដោយ10គុណ 1r គុណ n ការ៉េលើ a ចែកឲ្យ l ដែល n ជាចំនួនជុំយើងរុំបានប៉ុន្មានជុំ l ប្រវែង bobin របស់យើងគឺ solenoid ហ្នឹងn a ជាផ្ទៃរបស់ bobin មិនមែនផ្ទៃមុខកាត់របស់ខ្សែណា bobin ដែលយើងរុំហ្នឹងបានផ្ទៃប្រមាណណាដូចខ្ញុំបង្ហាញរូបនេះដែរ10គេឲ្យឈ្មោះថាជំរាប magnetic នៃសុញ្ញាកាសតម្លៃរបស់វាគឺ4 pi គុណ10 គុណ17ຂະຫນាតរបស់វាមានច្រើនក្នុងនេះខ្ញុំយកຂະຫນាត Newton វិនាទីការ៉េក្នុង1គូឡុំការ៉េពេលលោកគ្រូរៀនដែន magnetic ខ្ញុំនឹងប្រើຂະຫນាតមួយផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹង magnetic ហើយ 10r គេឲ្យឈ្មោះជំរាប magnetic ធៀបនៃមជ្ឈដ្ឋានណាមួយចំពោះករណីខ្យល់ឬសុញ្ញាកាសតម្លៃវាគឺប្រហែលជាមួយហើយ អាំងដូចតង់របស់យើងຂະຫນាតវាគឺជា Henry ណាតាំងដោយអក្សរ H ចំពោះករណី inductor ដល់ពេលយើងភ្ជាប់ទៅអញ្ចឹងវាបង្កើតនៅកម្លាំងអគ្គិសនីចលកមួយយ៉ាងណាគេឲ្យឈ្មោះកម្លាំងអគ្គិសនីចលកអូតូអាំងលវីវាកើតអូតូនៅក្នុងនឹងតែម្ដងបានគេឲ្យឈ្មោះថាអូតូណាកន្លែងនេះអញ្ចឹងយើងតាំងដោយអក្សរអិបស៊ីឡុនធំនេះគឺស្មើជាមួយនឹងដក L គុណជាមួយ DE លើ DT delta E លើ delta T បំរែបំរួលចរន្តក្នុងរយៈពេលណាមួយបើយើងស្គាល់អានុគម E ជា
e ជាអនុគមនៃពេលយើងអាចធ្វើ derivative បាទថាមពល magnetic ដែល inductor វាផ្ទុកឬមួយក៏ផ្ទេរគឺយើងឲ្យដោយរូបមន្ត 1/2 Le ការ៉េណាយកអាំងដូចតង់របស់យើងគុណជាមួយនឹងចរន្តដែលឆ្លងកាត់inductor របស់យើងនឹងមកដូចជាការ៉េបាទជាឧទាហរណ៍ណាក្នុងករណីសិក្សាអាំងដូចតង់គេមានបូប៊ីនមួយគេចង់សង់បូប៊ីនមួយដែលមានរ៉េស្តង់ហើយមានអាំងដូចតង់ទៀតណាយើងសិក្សាមិញខ្សែចម្លងវាមាន resistivity វាអញ្ចឹងកាលណាមានប្រវែងមានមុខកាត់ណាមួយយើងអាចគណនា resistance បានអញ្ចឹងគេយកខ្សែចម្លងហ្នឹងដែលមានទីពិតទៅគេមាន isolon ណាព័ទ្ធជំវិញតែគេអត់គិតកម្រាស់ isolon ហ្នឹងទេយកទៅរុំបានប្រវែងប៉ុណ្ណេះណាអញ្ចឹង ស៊ីឡាំងអញ្ចឹងគេរុំលើស៊ីឡាំងមួយបានប្រវែងវា40សង់ទីម៉ែត្រកប់ចិត្តរបស់វាដែលអញ្ចឹងអាហ្នឹងបោះស៊ីឡាំងឯងអញ្ចឹងមិនមែនបោះមុខកាត់ខ្សែចម្លងយើងទេជាស្ពាយជាប់គ្នាចំនួន2ជាន់ណាដែលមួយជាន់500ជុំអញ្ចឹងបើយើង2ជាន់មក1000ជុំបាទអញ្ចឹងគណនាតម្លៃ resistance នៃ bobin resistivity នៃខ្សែគេឲ្យអញ្ចឹងដើម្បីរក resistance យើងត្រូវស្គាល់ L យើងត្រូវស្គាល់ A ផ្ទៃមុខកាត់របស់វាអញ្ចឹងករណីនេះ L របស់វាគឺយើងយកឲ្យគេបរិមាត្រណារុំមួយជុំយើងបានប្រវែងបរិមាត្ររង្វង់អញ្ចឹងបរិមាត្រគឺបានដល់អីគេស៊ីឡាំងដែលគេយករុំកប់ចិត្តវា4អញ្ចឹងបរិមាត្រវាផាយគុណឲ្យ D នឹងមកចេញបរិមាត្រហើយគេរុំបាន5ជុំហើយ2ជាន់អញ្ចឹងវាដូច1000ជុំអញ្ចឹងយើងយកប៉ុណ្ណឹងគុណជាមួយនឹង2គុណជាមួយ500មកយើងបានប្រវែងខ្សែអញ្ចឹងបានជានៅក្នុងនេះខ្ញុំតាំងបែបនេះណាបាទផាយ D គុណជាមួយ2គុណជាមួយ500ចុះដើម្បីរកផ្ទៃមុខកាត់របស់ខ្សែអញ្ចឹងយើងត្រូវពិនិត្យមើលករណីគេ40សង់ទីម៉ែត្រហើយមាន500ស្ពាមួយជាន់ណាយើងមិនបាច់គិតពីជាន់ទេដោយសារពេលរុំ500ស្ពាគឺបាន40សង់ទីម៉ែត្រអញ្ចឹងយើងយកតែ40ហ្នឹងយកមកចែកជាមួយនឹង500មកគឺយើងបានជាអីគេជាទំហំជាកប់ចិត្តរបស់ខ្សែចម្លងរបស់យើងហើយបាទអញ្ចឹងបានជាកន្លែងហ្នឹងខ្ញុំយក 0.4 គឺ40សង់ទីម៉ែត្រហ្នឹងចែកជាមួយនឹង500មកគឺយើងបាន D ណាអង្កត់ចិត្តរបស់ខ្សែចម្លងផាយ D ការ៉េលើក4ជាផ្ទៃកាឡាអញ្ចឹងគុណគូចំនួនលេខមកនឹងឃើញខ្ទង់10អូសំណួរខគេឲ្យគណនាអាំងដូចតង់នៃបូប៊ីនអញ្ចឹង L ស្មើ10 10 R n ការ៉េ A លើ L ក្នុងនេះខ្ញុំតាំង A' ដើម្បីឲ្យវាខុសពី A ខាងលើនេះហើយនឹង L' ណាអញ្ចឹង A' ពេលនេះគឺជាផ្ទៃមុខកាត់នៃស៊ីឡាំងដែលគេយកមករុំណាដោយសារបូប៊ីនរបស់យើងរុំទៅបានជារាងស៊ីឡាំងអញ្ចឹងផ្ទៃស៊ីឡាំងហ្នឹងគឺគេបង្កប់ផ្ចិតរបស់វានេះផាយនេះD នេះផាយ D ការ៉េលើ4អញ្ចឹងបានចេញរូបមន្តនេះមកណាហើយ n ការ៉េចំនួនជុំមិញមួយជាន់500អញ្ចឹង2ជាន់1000ណាលើកជាការ៉េមកវាជាសញ្ញាកាសគេប្រាប់អញ្ចឹងយើងយកសញ្ញាកាសមក10យើងមានតម្លៃលេខហើយ L ប្រវែងរបស់បូប៊ីនឬមួយស៊ីឡាំងហ្នឹងគឺប្រហែល 0.4 ណា40សង់ទីម៉ែត្របាទអញ្ចឹងប្រវែងបូប៊ីនរបស់យើងជំនួសលេខមកគ្រូនឹងឃើញប្រហែលប៉ុណ្ណេះណាបាទឧទាហរណ៍ទី2អំពីបូប៊ីននឹងដែរបូប៊ីនមួយអាចចាត់ទុកជាសូលីនទ្រឹស្ដីដែលមានផ្ទៃមុខកាត់គេប្រាប់មកផ្ទៃមុខកាត់របស់វានេះគេប្រាប់ផ្ទៃមុខកាត់នេះតែម្ដងបាទអញ្ចឹងមាន1000ស្ពាក្នុង1ម៉ែត្រអញ្ចឹងដោយសារបូប៊ីនរបស់យើងគេប្រាប់មក50សង់ទីម៉ែត្រអញ្ចឹងវាមានតែ500ស្ពាទេណាចំនួនជុំ n របស់យើងនៅក្នុងសមីការអញ្ចឹងគណនាអាំងដូចតង់នៃបូប៊ីនអញ្ចឹងដើម្បីរកអាំងដូចតង់អញ្ចឹងចំនួនជុំយើងមិញនេះយើងត្រូវរកសិនដោយសារថា1000ស្ពាក្នុង1ម៉ែត្រអញ្ចឹងបូប៊ីនរបស់យើងប្រវែងតែកន្លះម៉ែត្រអញ្ចឹងមានតែ500ទេផ្ទៃមុខកាត់គេប្រាប់ឲ្យហើយគ្រូគាត់ដាក់ខ្នាតវាត្រឹមត្រូវមក L ប្រវែង L 0.5មិញណាចំនួនលេខមកគ្រូឃើញប៉ុណ្ណេះសំណួរខគណនាកម្លាំងអគ្គិសនីចលករអូតូអង្គវីបើចរន្តប្រែប្រួល0ទៅដល់10អំពែរយៈពេល5វិនាទីអញ្ចឹងអានេះបំរែបំរួល delta E ណា10ដក0ស្រេចដកអដើមរយៈពេល5វិនាទីគ្រូគាត់ឲ្យជំនួសមកឃើញប៉ុណ្ណឹងគឺតម្លៃវាចេញបានដកណាវាជាកម្លាំងអគ្គិសនីច្រាស់ចលករអញ្ចឹងហើយបានចេញជាសញ្ញាដកបាទកន្លែងនេះវាបញ្ជាក់ដែរណាគឺដោយសារចរន្តកើនឡើងអញ្ចឹងហើយបានជាកម្លាំងអគ្គិសនីចលករហ្នឹងមានសញ្ញាដកតែបើសិនចរន្តថយចុះកម្លាំងអគ្គិសនីចលករហ្នឹងទៅជាសញ្ញាបូកវិញហើយ
បាទយើងនិយាយមិញថាប្រភពដើម្បីឲ្យអាចមានចរន្តឆ្លងកាត់ resistor បានគឺត្រូវតែមានផលសង potential អញ្ចឹងស្អីជាអ្នកនាំមានអាហ្នឹងគឺចលនាអគ្គិសនីណាចលនាអគ្គិសនីវាមានទាំងពីរអាចឆ្លាស់មានអាចជាប់ករណីចរន្តឆ្លាស់និងចរន្តជាប់អញ្ចឹងឥឡូវខ្ញុំលើកយកតែចរន្តជាប់មួយសិនទេចាំនិយាយដល់រឿងដែនម៉េចតិចចាំខ្ញុំលើកយកចរន្តឆ្លាស់មកនិយាយបាទអញ្ចឹងស្អីគេទំហំសម្គាល់របស់ចលនាគេឲ្យឈ្មោះថាកម្លាំងអគ្គិសនីចលករយើងតាំងដោយអក្សរអ៊ីប្ស៊ីឡុនធំនេះបាទអញ្ចឹងកម្លាំងអគ្គិសនីចលករវាដូចជាម៉ាស៊ីនមួយអញ្ចឹងណាដែលសម្រាប់អាចបញ្ចេញកម្លាំងឲ្យរុញទឹកឲ្យឡើងលើបានអានឹងបើយើងនិយាយទៅលើករណីលោកគ្រូឃើញគេបាញ់ទឹកអានឹងវាដូចជាស្នប់មួយអញ្ចឹងអានឹងជាទំហំសម្គាល់កម្លាំងអគ្គិសនីចលករបាទអញ្ចឹងបើយើងគូស diagram វានៅក្នុង sequence ហ្នឹងយើងឃើញថាផលសង potential រវាងគោលទាំងពីររបស់ចលនារបស់យើងគឺស្មើជាមួយកម្លាំងអគ្គិសនីចលករដកនឹងផលគុណនៃចរន្តដែលឆ្លងកាត់ចលនាគុណជាមួយ resistance ក្នុងរបស់វាព្រោះចលនាយើងក៏មាន resistance ដែរក្នុងការសិក្សាទូទៅយើងសន្មត់ចលនា ideal គឺ R ហ្នឹងគឺស្មើ0ណាចឹងហើយបានជាលោកគ្រូមិនសូវជួបពាក្យកម្លាំងអគ្គិសនីចលករច្រើននិយាយថាចលនាឬថ្មពិលមានតង់ស្យុងប្រមាណអីម៉ានគឺនិយាយ VAB តែម្ដងបាទអញ្ចឹងបើយើងតខ្សែមកភ្ជាប់មកគ្រឿងទទួលណាអានេះងាយបំផុតហើយគឺយើងអាចសរសេរ VAB ចំពោះគ្រឿងទទួលស្មើប៉ុណ្ណឹងអញ្ចឹងអាពីរនេះស្មើគ្នាដោយសារចំណុចតែមួយណា AB អញ្ចឹងយើងអាចទាញបានទំនាក់ទំនងចរន្តណាគឺស្មើជាមួយនឹងកម្លាំងអគ្គិសនីចលករចែកជាមួយនឹងផលបូកនៃ resistance របស់ resistance ក្នុងរបស់ចលនាជាមួយនឹង resistance នៃ sequence ខាងក្រៅបាទហើយចំណុចបន្ទាប់ណាយើងចង់គណនាអានុភាពចាអានុភាពរបស់ចលនាគឺវាមាន2 PE និង PZ អញ្ចឹង PE ជាអី Z ជាអីខ្ញុំដាក់ឈ្មោះរួមនៅកន្លែងនេះណាអញ្ចឹង PE ស្មើ V គុណនឹង E ផលសង potential គុណនឹងចរន្តហើយ PZ គឺស្មើជាមួយនឹងepsilon ធំគុណនឹង E កម្លាំងពីចលករគុណនឹង E អញ្ចឹងអានឹងគឺជាអានុភាពបញ្ចេញទៅដោយចលនាដល់ពេលអានេះគេអានុភាពបានការណាវាបញ្ចេញប៉ុន្តែដោយសារវា C ដោយ resistance ក្នុងខ្លះអានុភាពហ្នឹងណាចឹងហើយបានជាអានុភាពដែលបានការហ្នឹងគឺយើងយកតង់ចុងយកគុណវិញបាទអញ្ចឹងដើម្បីគណនាថាមពលអគ្គិសនីយើងយកស្មើពេគុណតេមកអញ្ចឹងបើអនុវត្តករណីនេះមកដើម្បីបានថាមពលដែលចលនាបញ្ចេញគឺយើងយកអនុភាពរបស់វាគុណជាមួយនឹងរយៈពេលណា E អ៊ីប្ស៊ីឡុនធំហ្នឹងគុណមួយ E មកហើយគុណមួយតេមកយើងបាននេះហើយថាមពលតែបើយើងនិយាយពីថាមពលបានការណាបញ្ចេញមកប៉ុណ្ណឹងតែបានការប៉ុន្មានគឺយើងយកតង់ចុងយកគុណមួយចរន្តគុណរយៈពេលតង់ចុងគុណចរន្តគឺប៉េមិញណាប៉េយើងមិញបាទអាហ្នឹងគឺឲ្យឈ្មោះអនុភាពបានការឬករណីនេះថាមពលបានការអញ្ចឹងបញ្ចេញមកប្រមាណបានការប្រមាណអញ្ចឹងកន្លែងខាតគឺនិយាយថាមពលខាតអញ្ចឹងដោយសារវាមាន resistance អញ្ចឹងវាឲ្យជាផលសួរណាគ្រូចាប់អារម្មណ៍អង្គុយឡើងកម្ដៅបាទអញ្ចឹងអាហ្នឹងគឺយើងគណនាតាម RE ការ៉េតេណាE ឆ្លងកាត់ resistor ដែលមាន resistance R គឺយើងអាចរកតាមអានុភាពវា RE ការ៉េអញ្ចឹងអាហ្នឹងវានៅរក្សាគំរូដែរណាអានុភាពគុណឲ្យរយៈពេលអញ្ចឹងទិន្នផលរបស់ចលនាគឺយើងយក EZ ចែកឲ្យ មកបាទអញ្ចឹងបើធ្វើផលធៀបនឹងមកប្រកាសជាចេញepsilon ធំហ្នឹងនៅលើ VAB ហើយបាទអញ្ចឹងអានេះអ្វីដែលយើងបង្ហាញជា sequence ទាំងមូលតែម្ដងយើងអាចគូសវាជា diagram ដើម្បីងាយស្រួលមើលអញ្ចឹងអាគុយឬថ្មពិលហ្នឹងដែលមាន resistance ក្នុងគឺយើងគូសបែបនេះគឺមានបូកដកតំណាងបូកតំណាងបូកដកវាហើយយើងមានអីគេ resistance ក្នុងណាតសេអញ្ចឹងជានិមិត្តសញ្ញារបស់ចលនាដែលមាន resistance ក្នុង R តូចមួយបាទហើយយើងតមកមានអំពូលនឹងក្រៅឬមួយ resistor នឹងក្រៅចឹងមកអានេះគឺជា voltmetr ហើយនឹង ampere metr ណាខ្ញុំនឹងនិយាយនៅ slide ចុងក្រោយអំពីការវាស់តង់ចុងអញ្ចឹងដើម្បីវាស់ផលសង potential រវាងចំណុច AB យើងយក voltmetr មកភ្ជាប់ជើងសងខាងរបស់ voltmetr ជាមួយនឹងចំណុច AB ហ្នឹងមកគឺយើងអាចវាស់តង់ចុងបានហើយដល់ពេលដើម្បីវាស់ចរន្តយើងត ampere metr នេះជាសេរីណាជាងយើងត្រូវផ្ដាច់ខ្សែហើយមានចន្លោះដើម្បីតampere metr ចុងចឹងអ្វីដែលយើងសិក្សាហ្នឹងគឺយើងនិយាយតែពីចរន្តជាប់ទេរឿងងាយបំផុតណារឿងចរន្តឆ្លាស់គឺដូចខ្ញុំបញ្ជាក់អញ្ចឹងយើងនឹងសិក្សានៅមេរៀនម៉ាញេទិក
បាទនេះឧទាហរណ៍ណាឧទាហរណ៍ចំពោះជាអន្តរគិសនីលោកគ្រូត្រូវគណនាចរន្តផសពង potential VAB ហើយនឹងទិន្នផលរបស់វាយើងមាន resistance ក្នុង air ប៉ុណ្ណេះធំប៉ុណ្ណេះ epsilon ធំប៉ុណ្ណេះហើយនឹង air ធំប៉ុណ្ណេះអញ្ចឹងលោកគ្រូគាត់អាសេតង់ចុងរវាងគោលសងខាងនៃចេនិតាមកតង់ចុងរវាងគោលសងខាងនៃ resistor មកដាក់ផ្ទឹមគ្នាយើងអាចគណនាចរន្តបាន VAB ក៏ដូចគ្នាដែរយើងប្រើសមីការចេនិតានេះក៏បានគណនាចំពោះគ្រឿងទទួលក៏បានដែរព្រោះយើងមានតម្លៃលេខអស់ហើយចំពោះការគណនាទិន្នផល យើងធ្វើផលធៀបនឹងមកចេញ VAB លើ epsilon ធំហ្នឹងហើយអញ្ចឹងគ្រូគាត់ជំនួសចូលមកវាឃើញតម្លៃលេខប៉ុណ្ណឹងបាទចំណុចបន្ទាប់មួយទៀតគឺយើងនិយាយអំពី diode អញ្ចឹង diode ហ្នឹងវាជាគ្រឿងអគ្គិសនីដែលអាចឲ្យចរន្តឆ្លងកាត់តែមួយទិសដៅទេអញ្ចឹងអាហ្នឹងវាកើតមកពីសារធាតុ semiconductor ពីរប្រភេទគេយកមកភ្ជាប់គ្នាអញ្ចឹងមានប្រភេទ P មានប្រភេទ N យើងភ្ជាប់ចូលគ្នានឹងមកយើងបានជា diode ហ្នឹងហើយអញ្ចឹងនិមិត្តសញ្ញាវាគឺមានប្រភេទត្រីកោណនេះភ្ជាប់មានសញ្ញាបន្ទាត់ប្រឈមមួយទៀតបិទអាកន្លែងត្រីកោណហ្នឹងអញ្ចឹងអត្ថន័យរបស់វាបើសិនជារូបរាងបែបហ្នឹងអញ្ចឹងចរន្តយើងវាអាចឆ្លងកាត់តាមទិសដៅបែបនេះហើយបើសិនជាយើងតទៅចរន្តវាត្រូវរត់ទិសដៅច្រាស់គឺឆ្លងកាត់អត់បានទេគឺវាមានបន្ទាត់មួយដែលបញ្ជាក់ថាវាខណ្ឌបាទនេះគឺជារូបរាង diode ណារូបរាង diode ពិតប្រាកដជាគ្រឿងហ្មងលោកគ្រូអាចឃើញនៅក្នុងប្រទេសបតនៃគ្រឿងអគ្គិសនីផ្សេងៗអញ្ចឹងការហេតុអីបានជាករណី diode វាអាចមានចរន្តឆ្លងកាត់តាមតែមួយទិសដៅណាទិសដៅផ្សេងវាអាចឆ្លងកាត់បានអញ្ចឹងអាហ្នឹងការសិក្សាស៊ីជម្រៅគឺនៅក្នុងផ្នែករូបវិទ្យាអង្គធាតុរឹង solid state physics ឬមួយក៏រូបវិទ្យាទំនើបនៅទំព័រចុងក្រោយចំពោះចុងក្រោយនៃថ្នាក់ទី12តែខ្ញុំសូមបញ្យល់ជាគោលការណ៍ដ៏សង្ខេបនៅកន្លែងនេះគឺយើងមានប្រភេទ semiconductor ប្រភេទ P ប្រភេទ N ហ្នឹងមកដាក់ភ្ជាប់គ្នាមកវាមានលក្ខណៈពិសេសម្យ៉ាងណាឲ្យតែយើងភ្ជាប់ប៉ូលត្រូវមានន័យភ្ជាប់ផ្នែក P ទៅប៉ូលបូកភ្ជាប់ផ្នែក N ទៅប៉ូលដកអញ្ចឹងអាហ្នឹងគេឲ្យឈ្មោះថាប៉ូលកាន់ស្របពេលហ្នឹងគឺចរន្តអាចឆ្លងកាត់បានហើយគឺដោយសារតែអេឡិចត្រុងសេរីឬមួយក៏នៅក្នុងហ្នឹងយើងមានពាក្យមួយទៀតគេឲ្យឈ្មោះថារុនសេរីវាជាកន្លែងម្យ៉ាងដែលខ្វះអេឡិចត្រុងបាទយើងឲ្យឈ្មោះថារុនអញ្ចឹងភាគល្អិតសេរីហ្នឹងគឺវាអាចរត់នៅក្នុងបានករណីប៉ូលកាន់ស្របប៉ុន្តែដល់ពេលប៉ូលកាន់ច្រាស់យើងភ្ជាប់ប៉ូលបូកហ្នឹងទៅN វិញអញ្ចឹងពេលហ្នឹងគឺអេឡិចត្រុងសេរីវាអាចរត់ឆ្លងកាត់បានហើយវាបង្កើតបានជាតំបន់មួយយ៉ាងដែលបង្ខាំងអត់ឲ្យចរន្តអត់ឲ្យអេឡិចត្រុងរត់បានទេអញ្ចឹងករណីហ្នឹងកាលណាមានបន្ទាត់អគ្គិសនីឆ្លងកាត់វាគឺកើតបានជាចរន្តអញ្ចឹងករណីនេះគឺវាឆ្លងកាត់អត់បានណាបើយើងផ្អែកលើយន្តនៃចរន្ត E ហ្នឹងគឺលំហូរនៃបន្ទុកតែករណីហ្នឹងអត់មានលំហូរទេវារាំងខ្ទប់អត់ឲ្យវាអាចហូរបានអញ្ចឹងហើយបានជាគ្មានចរន្តអគ្គិសនីក្នុងករណីហ្នឹងបាទអញ្ចឹងអានេះគឺជា diagram ណា sequence បំព្រួញបើយើងពិនិត្យទៅលើករណីជាក្រាបចរវាងតំណែងចរន្តជាមួយនឹងតង់ស្យុងក្រាបវាគឺអត់ជាបន្ទាត់ដូចក្នុងករណីច្បាប់អូមទេចំពោះករណី resistor អញ្ចឹងបើសិនជាករណីពលកម្មស្របមានន័យថាផលសង potential រវាងគោលទាំងពីរនេះដូចក្នុងរូបនេះបើវេនឹងវិជ្ជមានចរន្តឆ្លងកាត់វិជ្ជមានដែរតាមទិសដៅដែរយើងសន្មតនេះអញ្ចឹងចរន្តវានឹងកើនឡើងណាជាអនុគម exponential ឲ្យដោយសមីការនេះទេពិតបាទលោកគ្រូចង់កណនាថាប្រមាណអំពែតង់ស្យុងប៉ុណ្ណេះប្រមាណអំពែគឺយើងមានរូបមុនប៉ុន្តែបើគេត្រឡប់ប៉ូលណាយើងដូរប៉ូលអគុយមកទៅជាបច្រាស់ចឹងក្រាបហ្នឹងផ្នែកទៅឆ្វេងហ្នឹងវិជ្ជមានវិញអញ្ចឹងករណីហ្នឹងប៉ូលកម្មច្រាស់ហ្នឹងគឺចរន្តឆ្លងកាត់តូចណាចរន្តហ្នឹងគេឲ្យឈ្មោះថាចរន្តឆ្អែតជាងតាំងដល់ ES អញ្ចឹងតំណែងរបស់វាគឺ E ស្មើ ES គុណជាមួយនឹង exponential មានន័យអនុគម expo នៃ E គុណឲ្យ V ចែកឲ្យកាតេកណនី exponential ហើយដក1បានមកគុណជាមួយ ES V ហ្នឹងគឺផលសង potential រវាងគោល P និង N ណា V P N ណាបើវាដកមានន័យថាលោកគ្រូភ្ជាប់ប៉ូលបច្រាស់ហើយភ្ជាប់អា P ហ្នឹងទៅសញ្ញាដកវិញហើយការហ្នឹងគឺជា T Boltzmann លោកគ្រូដែលរៀន thermodynamics រៀន thermodynamics ថ្នាក់ទី12គឺស្គាល់ហើយវាជា T ណា 1.38 គុណ10សគុណដក23
ចឹង EXP នឹងមានន័យថាម៉េចកន្លែងនេះ EXP ហើយមានសញ្ញាចេះគឺអាហ្នឹងតម្លៃ exponential ខ្ញុំអត់សរសេរដោយសារវាជាន់គ្នាជាមួយនឹងនេះតម្លៃ 1.6 គុណ10 គុណដល់19ណាចឹង EXP មានន័យថា 2.7182 អញ្ចឹងស្វ័យគុណអីមកណាអត្ថន័យកន្លែងហ្នឹងណាបាទចុងក្រោយបងអស់គឺយើងនិយាយពី multimat ណា multimat វាជាឧបករណ៍ដែលអាចវាស់បានច្រើនប្រភេទមានគេខ្លះវាអាចវាស់ resistance នៃគ្រឿងទទួលបានវាអាចវាស់ចរន្តវាអាចវាស់តង់ស្យុងវាអាចតេស្តដំណើរការ diode ណាតង់ស្យុងដំណើរការរបស់ diode ក៏អាចវាស់បានដែរអញ្ចឹងជាពិសេសពាក្យថា multi មកពីអង់គ្លេស multi មានច្រើនពហុអញ្ចឹង mat ដែលអាចវាស់បានច្រើនស្អីច្រើនហ្នឹងគឺគ្រឿងហ្នឹងគឺឲ្យឈ្មោះថា multimat វាជាគ្រឿងអគ្គិសនីឲ្យដូចជារូបភាពតំណាងនេះបាទអញ្ចឹងការតភ្ជាប់ multimat អីគ្រូនឹងរៀននៅមុខវិជ្ជាទី5មកអនុវត្តផ្ទាល់តែម្ដងរៀនវាស់តង់ស្យុងរៀនវាស់ចរន្តហើយនៅក្នុងថ្នាក់ខ្ញុំមានជា simulation ដែលគ្រូអាចចូលទៅចុចវាស់បានណាអញ្ចឹងយើងជួបគ្នានៅក្នុងថ្នាក់ចំពោះការប្រើប្រាស់ multimat ប្រភេទ simulation ជួបផ្ទាល់ដូចខ្ញុំបញ្ជាក់អញ្ចឹងគ្រូនឹងមករៀននៅសប្តាហ៍ទី5ណាសំទោសមុខវិជ្ជាទី5បាទអញ្ចឹងសូមអរគុណច្រើនលោកគ្រូសូមមើលវីដេអូនេះហើយបើមានចម្ងល់អីលោកគ្រូអាចសួរនាំបាននៅក្នុងថ្នាក់យើងនឹងខ្ញុំនឹងបកស្រាយនៅចម្ងល់ផ្សេងៗហើយយើងនឹងធ្វើលំហាត់នៅក្នុងថ្នាក់បន្ថែម